បាទជាសរុបពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែប្រកបមុខរបរផ្នែកកសិកម្មកលៈទេសៈនេះគឺជាកលៈទេសៈដ៏លំបាកសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងមូលដែលយើងមានសង្គ្រាមជាមួយនឹងទេសៀមដែលរំលោភបំពានទៅលើប្រជាពលរដ្ឋខ្មែរយើងខ្ញុំពិតជាលំបាកសម្រាប់ក្នុងកលៈទេសៈនេះប៉ុន្តែខ្ញុំចង់ចេញคลิปនេះទៅដល់ប្រជាពលរដ្ឋដែលកំពុងតែប្រកបមុខរបរកសិកម្មដែលជាស្បៀងអាហារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋយើងមិនថាជួរមុខមិនថាជួរកដាលឬក៏ជួរក្រោយអញ្ចឹងគ្រាន់តែជាការរំលឹកថាសូមកុំភ្លេចបើអ្វីដែលយើងអាចធ្វើបានយើងខំធ្វើជាពិសេសគឺស្បៀងអាហារដែលផលិតដែលយើងអាចធ្វើទៅបានដូចជាបន្លែការចិញ្ចឹមសត្វគឺជាអ្វីដែលសំខាន់បំផុតកុំបាក់ទឹកចិត្តយើងសូមបង្កើនហើយក៏ជាឱកាសមួយដែលយើងខិតខំប្រឹងប្រែងដើម្បីជួយដែលយើងជាទ័ពក្រោយសម្រាប់ដល់ប្រជាពលរដ្ឋជាការលើកទឹកចិត្តទៅដល់កងទ័ពរបស់យើងហើយកុំឲ្យយើងខ្វះស្បៀងយើងខ្វះអីខ្វះហើយបើសិនតែយើងខ្វះស្បៀងហិតតែជាបញ្ហាមួយទៀតការរួមសាមគ្គីទាំងអស់ហ្នឹងគឺជាកិច្ចការរបស់ពួកយើងទាំងអស់គ្នាអញ្ចឹងបើសិនជាកិច្ចការដែលពាក់ព័ន្ធនឹងបន្លែបកាដែលយើងអាចធ្វើទៅបានតាមរយៈសហគមន៍តាមរយៈនៅសាលាតំបន់ដែលយើងអាចធ្វើបានសូមពុកម៉ែបងប្អូនទាំងអស់ចាប់ផ្ដើមដាំហើយបើខ្វះបច្ចេកទេសហយន្តស្វាគមន៍ในការចុះជួយអាចតំណែងមកពួកយើងពេញចិត្តនឹងការជួយដោយមិនគិតថ្លៃអីទេធ្វើយ៉ាងម៉េចដើម្បីដាំឲ្យបានដើម្បីឲ្យទទួលទានហើយអាចបញ្ជូនទោះបីជាយើងមានការចង់ជួយទៅដល់ប្រជាពលរដ្ឋដែលគាត់កំពុងតែជំលះខ្លួនមកទីតាំងដែលសុវត្ថិភាពនោះគាត់កំពុងតែត្រូវការឲ្យគាត់លំបាកក្នុងការធ្វើណាស់អញ្ចឹងបងប្អូនដែលនៅទីតាំងមួយចំនួនដែលអាចផលិតបានសូមអាចពង្រឹងបន្ថែមហើយយកចិត្តទុកដាក់មែនទែនបើខ្វះអីយើងរកអានឹងមកដើម្បីយើងអាចបន្តនៃការដែលផលិតស្បៀងអាហារពិសេសគឺបន្លែដែលមានអាយុកាលលឿនខ្លីរយៈពេល15ថ្ងៃឬក៏20ថ្ងៃដែលយើងអាចផលិតបានសូមត្រៀមហើយយើងមានតែរួមគ្នាទាំងអស់នឹងទៅជាកលៈទេសៈមួយដែលបង្ហាញទៅដល់កងទ័ពយើងដែលគាត់នៅជួរមុខដែលយកឈាមស្រស់សាច់ស្រស់ឈាមស្រស់ទៅប្រឈមមុខជាមួយសត្រូវរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់នៅចង្វាក់ផលិតកម្មដែលពាក់ព័ន្ធជាមួយនឹងបន្លែពាក់ព័ន្ធជាមួយនឹងត្រីសាច់ជាពិសេសគឺដូចជាមាន់ពងមាន់ស្អីទាំងអស់ហ្នឹងសូមកុំបន្ធូរកុំបន្ថយគឺបង្កើនបើសិនជាមានលទ្ធភាពក្នុងការបង្កើនបានបន្លែដែលមិនចេះដាំត្រូវតែដាំត្រូវតែរកស្វែងរកប្រភពដែលមានពូជមានជីមានអីទាំងអស់ហ្នឹងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនដែលតម្រូវការពាក់ព័ន្ធជាមួយនឹងពូជជីបច្ចេកទេសអីមួយចំនួនអាចតាក់ទងមកពួកយើងស្វាគមន៍ពួកយើងអត់ត្រូវការកម្រៃអីទេយើងត្រូវការតែអាចថាស្អីដែលយើងអាចជួយទៅបានយើងនឹងស្វាគមន៍ក្នុងការជួយអញ្ចឹងនៅតាមសាលានៅតាមសហគមន៍នៅតាមតំបន់តាមផ្ទះមួយចំនួនដែលមានលទ្ធភាពក្នុងការធ្វើហើយដែលមានទីតាំងសមស្របក្នុងការធ្វើសូមចាប់ផ្ដើមធ្វើព្រោះនេះគឺជាចំណុចខ្លាំងរបស់ពួកយើងមានតែពួកយើងរួមគ្នាទេតែធ្វើឲ្យប្រទេសជាតិយើងកាន់តែខ្លាំងហើយជាឱកាសសម្រាប់ដែលជួយគ្នាទៅវិញទៅមកពេលនេះអញ្ចឹងមិនមែនចាំបាច់តែយើងទៅដល់យើងប្រម៉ែប្រមោមហូបមួយចំនួនដែលយកទៅប៉ុន្តែបើយើងអត់ខំផលិតទេយើងនឹងជួបប្រទះបញ្ហាបាទអញ្ចឹងខាងពួកយើងនៅក្នុងនាមដែលជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជានេះយើងមានតែសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះវរៈកងទ័ពដែលនៅជួរមុខហើយនឹងអ្នកដែលជួយជុំជែងអស់ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាលដែលកំពុងតែដុតដៃដុតជើងដោះស្រាយបញ្ហានេះហើយខ្ញុំសង្ឃឹមថាវានឹងចប់ឆាប់នេះប៉ុន្តែទន្ទឹមនឹងហ្នឹងគឺសូមឲ្យពុកម៉ែបងប្អូនរួមសាមគ្គីគ្នាមានតែកម្លាំងសាមគ្គីទេដែលធ្វើឲ្យយើងឈ្នះសត្រូវទាំងអស់ហ្នឹងបាទសូមអរគុណ